បាទជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះថោងសុវិរុំខ្ញុំមកក្រុមអាយុ30ថ្ងៃនេះខ្ញុំមកធ្វើវីដេអូមួយតាក់ទងអំពីការតម្លើងនៅដូចជា set up Ubuntu server នៅក្នុង VisualBox អូខេអញ្ចឹងមុននឹងយើងតម្លើងយើងត្រូវតែ install បាទ VisualBox សិនហើយដោយសារ VisualBox ខ្ញុំបានតម្លើងរួចហើយអញ្ចឹងខ្ញុំបានតិចតាក់ទងអំពីការដើម្បីចូលយកតម្លើងVisualBox ចឹងដើម្បីយើងបានចង់តម្លើង VisualBox យើងចូលទៅកាន់ VisualBox តោះមកចុចកន្លែង Oracle VisualBox នេះមកតោះមកចុច download ចឹងកន្លែង download មកវានឹងចុចមកវានឹងសួរយើងឲ្យយើងដើម្បី download នៅក្នុងប្រភេទអីគេចឹងខ្ញុំចុច Windows Home ដើម្បីយើង download តែសារ download ហើយចឹងអាហ្នឹងគាត់តែបង្ហាញរបៀបដែលយើងអាចទាញយក VisualBox មកបានបន្តមកទៀតយើងចូលទៅកាន់ VisualBox មកដើម្បីយើងធ្វើការ set up វាហ្មងទៅអូខេចឹងអានេះគឺជាកម្មវិធី VisualBox ដំបូងយើងដើម្បីយើងអាច set up Ubuntu នៅលើ VisualBox បានទីមួយយើងចុចចូលទៅកាន់ new នេះមកអូខេវានឹងលោតផ្ទះបែបនេះយើងគេតម្រូវយើង set ឬក៏ដាក់ឈ្មោះនៅ VM name យើង Visual Machine name យើងចឹងកន្លែងនេះដាក់បាទ Ubuntu server ហ្នឹងហ្មងទៅអូខេអញ្ចឹងកន្លែងនេះ Visual Folder គឺយើងរកទីតាំង location ដែលយើងដាក់ file ហ្នឹងអញ្ចឹងសម្រាប់ខ្ញុំគិតថាយើងគួរតែដាក់ Drive C ទៅវាល្អដែរអញ្ចឹងណាអញ្ចឹងខ្ញុំសម្រាប់ខ្ញុំដាក់នៅក្នុង Drive D បាទនេះគឺខ្ញុំ folder ខ្ញុំបាន set up ទុកហើយអូខេមកដល់កន្លែងនេះគឺយើងបាន set up នៅអ្វីដែលត្រូវដាក់ឲ្យតកតងអំពី VM name ក៏ដូចជា VM folder អូខេបន្តចំណុចបន្ទាប់គឺនៃ ISO image នេះអញ្ចឹងយើងយកចុច order មកបាទយើងទៅយក file ដែលយើងបានទាញដាក់ហើយ file របស់ Linux ហ្នឹងបាទនេះគឺ Ubuntu version 24.04 នេះអញ្ចឹងយើងជា file ISO image យើងយកវាចូលមកអូខេដល់នេះយើងវា proceed with unattended installation ហ្នឹងគឺវាចាប់ហើយអស់ចឹងមិន config មានទៅ config ទៀតទេអញ្ចឹងតោះមកយើងចុច next បាទមកដល់ចំណុចបន្ទាប់នេះគឺ set up ឈ្មោះបាទ user របស់យើងចឹងនេះខ្ញុំដាក់ឈ្មោះខ្ញុំខ្លួនឯងទៅកន្លែងនេះគឺយើងគេតម្រូវយើងដាក់អក្សរទូទាំងអស់បើយើងដាក់អក្សរធំវាអាចនឹងគេឲ្យចឹងណាព្រោះ password ចឹងដាក់មិនក៏បានដែរដាក់យើងចាំខ្លួនឯងចឹងណាហើយអានេះគឺបាទមានអីត្រូវធ្វើទៀតទេចុច next មកបាទឥឡូវនេះគឺយើងសេរីឬក៏ដូចជាបាទឥឡូវ specify virtual hard disk ចឹងអានេះគឺខ្ញុំដាក់4ទៅតាមគេហ្នឹងមកហើយអានេះយើងយកគុណ9ទៅវាស្មើបាទ4096ហើយអានេះយកបាទយក4ចឹងមកហើយ side D ខ្ញុំដាក់តាមប៉ុណ្ណឹងតាមគេមកតោះចុច next បន្តទៀតអូខេអញ្ចឹងឥឡូវនេះចុច page up finish មកបាទអញ្ចឹងវាមកដល់ផ្ទះនេះគឺវាកំពុងតែ set up Ubuntu server យើងទៅការចាំវា template ដើម្បីវាចេញបាទឥឡូវនេះគឺវាចេញនៅ server ដែលយើងបាន set up ពីមុននឹងហើយបាទមិញហ្នឹងខ្ញុំតវីដេអូតាក់ទងដល់កន្លែងនៅពេលដែលយើងមកដល់នេះគេនឹងសួរយើងដាក់នៅ Ubuntu server login អញ្ចឹងកន្លែងនេះគឺយើងដាក់ user ដែលយើងបានដាក់មកហ្នឹងដែលខ្ញុំដាក់ឈ្មោះ Phirom ហើយ password ដែលខ្ញុំបានដាក់ហ្នឹងអញ្ចឹងដល់ពេលដែលខ្ញុំដាក់ហើយខ្ញុំ enter មកវានឹងលោតផ្ទាំងបែបនេះវានឹងលោតបានប៉ុណ្ណឹងអូខេអញ្ចឹងកន្លែងហ្នឹងតបមកយើងបានបំពេញ user របស់យើង Phirom ហើយ password គឺយើងដាក់ password ដែលយើងបាន set មកហ្នឹងអញ្ចឹងកន្លែង password ហ្នឹងគឺពេលដែលយើងវាយវានឹងអត់បង្ហាញទេប៉ុន្តែដល់ពេលយើងវាយត្រូវវានឹងលោតផ្ទាំងអស់មកដល់ icon នេះគឺយើងត្រូវសរសេរ script មួយដែល script ហ្នឹងគឺយើងសរសេរថា sudo apt update គេអញ្ចឹង enter មកទៀតមកវានឹងឲ្យយើងវាយ password ទៀតអញ្ចឹងអា password ដែលយើងបាន set មកហ្នឹងយើងវាយមកដដែលមកយើង enter មកយើងវាយខុសអញ្ចឹងបាទនេះពេលដែលយើងវាយត្រូវហ្នឹងវានឹង load run ម្ដងទៀតបាទអញ្ចឹងបន្ទាប់មកពេលដែលយើងវាយ script ហ្នឹងហើយយើងមកដល់នេះវាចេញឲ្យយើងវាយម្ដងទៀតអញ្ចឹងកន្លែងនេះគឺយើងវាយ
script បន្តិចគឺយើងវាយថា apt apt ដក clear list តមកដក clear ដកហើយ upgradable ថា upgradable បាទអញ្ចឹងយើង enter មកវានឹងចេញមកផ្ទាំងនឹងម្ដងទៀតអូខេអញ្ចឹងពេលមកដល់ផ្ទាំងអស់នេះគឺវាហើយអស់ហើយអញ្ចឹងចំណុចចុងក្រោយដែលលោកគ្រូឲ្យយើងធ្វើទៀតគឺយើងទៅ run script នេះគឺដើម្បីយើងដឹងថា user ហ្នឹងជាឈ្មោះយើងអញ្ចឹងយើងប្រើវា who am I នេះអញ្ចឹងយើងវាយដាក់ who am I មក enter នេះវានឹង load ឈ្មោះ Pirom អញ្ចឹងឈ្មោះរបស់ខ្ញុំហើយជាឈ្មោះ user ដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងបាទគ្រូជាចុងក្រោយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងគឺជារបៀប set up Ubuntu server ទៅលើ VisualBox អរគុណលោកគ្រូសម្រាប់ការតាមដានវីដេអូនេះអរគុណច្រើនលោកគ្រូជំរាបលាលោកគ្រូបាទដំបូងខ្ញុំសូមគោរពជំរាបសួរលោកគ្រូខ្ញុំបានមកខ្ញុំឈ្មោះថងសុវិរមខ្ញុំមកពីក្រុមអាយុ30ហើយថ្ងៃនេះខ្ញុំធ្វើការ record វីដេអូដែលធ្វើកិច្ចការដែលគ្រូដាក់ឲ្យដែលគ្រូឲ្យ run basic command នៅលើ Linux បាទអញ្ចឹងនេះគឺជា file មេរៀនសម្រាប់ឬក៏ command ខ្លះៗដែលយើងត្រូវ run នៅលើ Linux អញ្ចឹងដំបូងយើងធ្វើការចូល VisualBox ហើយតោះមកយើងបើកpop Ubuntu ដែលយើងបានតម្លើងអញ្ចឹងអានេះបានបើកហើយខ្ញុំប្រើ Ubuntu pop up អញ្ចឹងដើម្បីយើងអាច run command ទាំងអស់ហ្នឹងបានយើងចូល terminal អូខេអញ្ចឹងចូល terminal command ទី1ដែលយើងត្រូវ run គឺយើង run pwd អញ្ចឹងយើងវាយ pwd យើង enter មកវានឹង show គឺគ្រូមិនដោយសារតែខ្ញុំមុននេះខ្ញុំសាកតេស្តcommand ខ្លះៗអញ្ចឹងខ្ញុំមិនបាន clear វាអញ្ចឹងខ្ញុំត្រូវការ run ម្ដងទៀតអញ្ចឹងនៅលើ command ទី1នេះគឺយើងវាយ pwd អូខេអញ្ចឹងវានឹង show directory ដែលយើងកំពុងឈរលើនឹងអញ្ចឹងវាមានឃើញនឹង home ហើយឈ្មោះ user ដែលខ្ញុំដែលយើងបានដាក់ហ្នឹងនេះដូចថងសុភិរមអញ្ចឹងអូខេអញ្ចឹងចំពោះ command ទី2គឺ ls គឺជា list directory content អញ្ចឹងls ហ្នឹងអញ្ចឹងវានឹង show list content មានដូចជា desktop document download music picture public អញ្ចឹងទៅអូខេអញ្ចឹងនៅក្នុង command ទី3គឺ cd ផ្នែកចង់ change directory អញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់ change ទៅ desktop អានេះយើងវាយឲ្យដូចcontent ដែលគេដាក់បាទវាស្គាល់អូខេអញ្ចឹងវានឹងចេញបែបនេះអញ្ចឹងមិនថាខ្ញុំ change ទៅ desktop ហើយអូខេអញ្ចឹងបន្ទាប់មកដើម្បីយើងចង់បង្កើតជា text file ឬក៏ text file មួយអញ្ចឹងតែត្រូវការបង្កើត file មួយសិនទៅអូខេអញ្ចឹងសម្រាប់command file ដែលយើងចង់បង្កើត file គឺយើងវាយពាក្យ touch តោះមកយើងចង់បង្កើត file ដាក់ឈ្មោះអីចូលតើដាក់ file ឈ្មោះ AU30 អូខេអញ្ចឹងយើង enter មកអូខេអញ្ចឹងវានឹង load file នៅលើកន្លែងនេះនៅលើអេក្រង់ហ្នឹងអូខេអញ្ចឹងបន្ទាប់មកទៀតដើម្បីយើងចង់បង្កើតជា text ឬក៏នឹងជា text មួយនៅក្នុង file ហ្នឹងតែចុចចូល file ហ្នឹងវានឹងឃើញ text អញ្ចឹងណាដោយសារនេះអត់ទាន់បញ្ចូលអត់ទាន់ឃើញទេអញ្ចឹងយើងប្រើពាក្យថា echo តោះមកយើងវាយគេដក clear បន្តិចយើងគេយើងបើកមួយមកហើយយើងវាយ text យើងចង់សេថា my name is Pirom ឈ្មោះខ្ញុំអញ្ចឹងទៅអូខេបិទវិញមកតោះមកយើងប្រើសញ្ញាពួនហើយ file យើងចង់ដាក់ file គេអាយុ30អូខេអញ្ចឹងយើង enter មកអូខេវានឹង load file មួយទៀតយើងចុចចូលនេះវានឹងឃើញអា text ដែលយើងបញ្ចូលហ្នឹងមានថា my name is Pirom នេះបើបានបញ្ចូលមុនហ្នឹងអញ្ចឹងណាអូខេអញ្ចឹង command បន្ទាប់បើសិនជាយើងអត់ចង់ចុចមើលក្នុង file ដែលយើងបានបញ្ចូល text ហ្នឹងអត់ចង់បើកមើលយើងចង់ឃើញនៅក្រៅមកអញ្ចឹងមួយទៀត command ទៀតគឺយើងអាចប្រើថា cat មកតោះយើងវាយ AU30 file ចូលយើងមកយើង enter អូខេអញ្ចឹងវានឹង show content ឬក៏ show text ដែលយើងបានបញ្ចូលនេះបានបញ្ចូលពីលើ manage ក្នុងវានឹង show នៅលើ
lại nên khang lơ là một chương bật chăm bạch cho trô mơ cả trong file này các bạn này. Ok, trong pua command top này dương trong lục file rồi có lục bài lục file chứ dương bảo việc thả âm và mới dương file thì dương trong lúc cho nên trong một cái sản xuất thọ chân. Ok, cho những mình thờ máu ok viên được bật folder này nhưng mà bật cả một nắng. Ok, chẳng command top mấy những đòn ấy chẳng command top này lại này cứ là ông kê địa nét hay create directory trong này thay dương trong và cả chia directory có chỉ folder trong các bạn này. Ok, chẳng dương ok chẳng command top này cứ dương mà dương trong và cả chỉ folder mùi chứng dương vào ta ông kê đĩa trong mấy dương và cả mấy kê đĩa nhưng mà dương đại text file chmua text file trong một cái chắc là cái này nếu xong chạy thang giờ đã đặt cho anh ở chmua nơi file có chia rồi có folder là mình chmua được cái này chẳng chẳng ai đặt gì chẳng với cái nào đặt cho cái này cứ viên out out như một cái thì chẳng khi chọn đặt rồi đặt chmua nhóm cho chmua pi đúng. Ok nè chẳng viên là trên folder muốn chmua thay pi đúng đây những bạn một cái này. Ok chẳng cái này dương command bật top ấm địa nèm chẳng mà cái này cứ trong này thay dương remove empty directory mà thay dương remove nơi directory có file là dương ban folder là dương ban bật card mình này. Chẳng mấy những command thay ấm địa hay YP rồi mà ra folder là dương ban bật card đấy. Ok chẳng là này viên lục nơi folder để nhóm ban bật card một nắng trong việc bắt hái. Ok chứ command bật top để mình nắng dương đo lại ní remove empty directory bên thay dương lục nơi file được có folder như bật card hay ở miền directory via miền directory thẳng khăn nào. Ok chứ command bật top ní cứ ấm đo dnm delete directory with content. Ok chứ cái này ní cứ ban này tha ở dương lấy dụng thao ra nhưng mà các folder nó mau bên mùi nữa. Ok chụp ấm kê đi thao ra đã phi trong tờ đài chứ. Ok chẳng viên lập các folder là mùi chẳng nước trong folder này cứ như một cái máu việc mình đây nước trong tệp ra hàng đấy cứ chỉ folder là empty chẳng snap đi cho remove folder mà đây per command này cứ dừng lục folder là bàn chẳng ở nước trong snap command mua nhẹ trong một command này cứ vi trong sầm đại thao dưới lục file directory này bên tay lục nó không nó ở miền chỉ directory nó không folder như vậy cả đằng chỗ thao thà lấy nhung độ từ cái nhung độ từ sĩ đi phiêu. Ok chẳng vì ở những cái phong cho nó không folder bọc hiện rồi trong thao nhung bạc cả chỉ thạch mũi trắng. Ok chẳng dương cho mớ khi vì khơi thạch mũi nó nắng tọa máu nhung trên màu bánh nhung trên màu cùng tờ. Ok chẳng vì trên màu để start này mình thấy. Ok chẳng bởi dương trong khẩu thôi trong command bồ snap lục. Ok chẳng vì đồng hai thái những ai lục ban để sai command nó cứ lục snap tại folder đã min để admin file gọi directory nó không nào chẳng snap folder này cứ vì miền chỉ text chỉ directory đây dùng hai bậc cả chẳng snap bởi dương trong lục thành năng folder năng bán đại miền ở vậy rồi có bị chỉ file nó không nắng cứ dương vào ấm đỏ. Thì chẳng dương từ rằng hoặc ní ấm đỏ tọa máy như vậy khi rồi folder dùng ba cả nắng. Ok chẳng vì nó bắt folder rằng ban thay dương mình muốn những cư dương lục nơi folder đại miền directory có chỉ file khác trong dương ban cả đường tụng khả năng chẳng này. Ok chẳng command bật top ok nhưng mà command bật top này cứ dương web ai này cứ dương này dương show cái user bên này user gặp bóng để cho nơi lơ này chẳng cái như vậy web ai mà
បាទនេះគឺជាឈ្មោះរបស់ខ្ញុំដែលខ្ញុំបានបង្កើតមុនហ្នឹងឈ្មោះថោសវិរុំបន្ទាប់មកគឺយើងប្រើ host name ដែលយើង show system ដែលយើងកំពុងប្រើហ្នឹងចុចដើម្បីដាក់ host name អូខេវានឹង load pop up ដោយសារខ្ញុំប្រើ Ubuntu pop up អូខេអញ្ចឹងបន្ទាប់ df.8 បានថាយើង show this usage នៅ ក្នុងហ្នឹងអញ្ចឹងជប់សំមួយទៀតdf.8 អូខេអញ្ចឹង df.8 វានឹង load ផ្ទាំងបែបនេះបានថា show this នៅក្នុងsystem មួយហ្នឹងអូខេអញ្ចឹងcommand បន្ទាប់free.8 អញ្ចឹងវានឹង show memory info នៅក្នុងហ្នឹងអូខេអញ្ចឹងអានេះវាយ free.h អូខេនេះវានឹង show memory របស់យើងនៅក្នុងនេះcommand បន្ទាប់top បានសម្រាប់យើង running process នៅលើ computer ឬក៏នៅលើ Windows មួយហ្នឹង OS មួយហ្នឹងទៅច្រឡំ top ទៅទេអូខេវានឹង load ផ្ទាំងប៉ុណ្ណេះបានថាវានឹង show process បាន running process ដែលវាកំពុង running វានឹង show នៅលើហ្នឹងអូខេអញ្ចឹងcommand បន្ទាប់អូខេអញ្ចឹងសម្រាប់ command បន្ទាប់គឺយើងអ្នក pin google.com បានថាយើង pin tag connection ទៅកាន់ Google អញ្ចឹងខ្ញុំសុំ clear មួយចឹងដោយសារវាច្រើនតិចអូខេអញ្ចឹងដើម្បីយើងចង់ pin ទៅកាន់ Google បានគឺយើងវាយពាក្យថា pin មកយើងវាយលេខកូដមួយហ្នឹងមកនេះអូខេនេះវានឹង pin ទៅកាន់ Google អញ្ចឹងវានឹង load ផ្ទាំងប៉ុណ្នេះបានថាវាកំពុងតែ test connection ទៅកាន់ Google ហ្នឹងឯងអញ្ចឹងកន្លែងនេះដោយសារវាច្រើនពេកយើងទៅ command មួយទៀតមកទៅ close មកយើងបើកនេះវិញសុំ clear មកអូខេអញ្ចឹងcommand បន្ទាប់សម្រាប់នេះ IP address អញ្ចឹងយើង run IP address នៅលើហ្នឹងអូខេអញ្ចឹងយើងវាយ IP address ADDR អូខេអញ្ចឹងវានឹង load pin address លេខដែលយើងឃើញនេះ 10.0.2 នេះអញ្ចឹងចាហ្នឹងជា IP address របស់យើងហ្នឹងហើយអូខេអញ្ចឹងសម្រាប់បន្ទាប់ខ្ញុំសូមមកដល់កន្លែងនេះមកទៅចំពោះកន្លែងនេះខ្ញុំសូមធ្វើនៅ command ទី1បានហើយsudo apt update package អញ្ចឹងអានេះយើងសម្រាប់យើងចង់ update package នៅលើ Linux អូខេអញ្ចឹងmìnhវាយ sudo apt update សូមឆែកម្ដងទៀតបាទនេះយើងប្រើនេះដើម្បី update package អញ្ចឹងយើង enter មកហើយឲ្យវានឹង require ឲ្យយើងឬក៏វានឹងឲ្យ submission យើងឲ្យយើងវាយ password អញ្ចឹង password ដែលយើងបានដាក់មុនហ្នឹងយើងវាយមកហើយចំពោះកន្លែងសូមបើកកញ្ចក់តិចអញ្ចឹងរាល់ពេលដែលយើងវាយ password វានឹងអត់ load នៅលើហ្នឹងទេវាអត់ load ឲ្យយើងឃើញទេប៉ុន្តែយើងវាយហើយគឺវា load តែឥឡូវខ្ញុំវាយ password ខ្ញុំអញ្ចឹងនេះយើងវាយត្រូវ enter មកវាកំពុង working នឹងវារត់ច្រើនណាស់យើងត្រូវវាកំពុងតែ run update ឲ្យយើងអញ្ចឹងណាអូខេអញ្ចឹងយើងចាំវាដល់ចប់ទៅអូខេអស់ហើយវានេះវាឲ្យយើងសាកវាយ apt តាមវា is upgradable គេចឹងនឹងវានឹង load ផ្ទាំង list upgrade ដែលយើងបានយើង update ហ្នឹងណាអញ្ចឹងវា load មកដល់ប៉ុណ្ណឹងអូខេអញ្ចឹងទាំងអស់នេះគឺជា command ដែលខ្ញុំបានរៀនពីលោកគ្រូខ្លះហើយលោកគ្រូបានសើឲ្យយើង run basic command ហ្នឹងដើម្បីយើងចេះឬក៏យល់ដឹងពី command ខ្លះក្នុង Linux អញ្ចឹងចង់ខខ្ញុំសូមអរគុណដល់លោកគ្រូសម្រាប់ការតាមដានវីដេអូហើយអរគុណគ្រូជំរាបលាលោកគ្រូ
ជំរាបសួរលោកគ្រូខ្ញុំឈ្មោះថោងសុភារមខ្ញុំមកក្រុមអាយុ30ហើយថ្ងៃនេះខ្ញុំធ្វើ lab ទី3ដែលការងារទី3នេះគឺយើងនិយាយអំពីការ enable SH server នៅលើ Linux អូខេអញ្ចឹងការងារទី3ហ្នឹងអូខេនេះគឺជា script ដែលលោកគ្រូបានឲ្យយើងសម្រាប់ធ្វើការrun ក៏ដូចជា install SSH server នៅលើ Linux ចឹងទៅអូខេអញ្ចឹងដំបូងយើងចូលមកកាន់ server Linux របស់យើងដែលយើងបានតារាងserver Ubuntu ដែលយើងឡើងលើ VirtualBox អូខេអញ្ចឹងសម្រាប់ script ទី1នេះគឺយើងវាយលើការ update version ការ update version អូខេអញ្ចឹងនេះវាទាមទារយើងវាយ password យើងដាក់ password របស់ user យើងមកអូខេអញ្ចឹងយើងចាំវាដល់ហើយអូខេអញ្ចឹងកន្លែងនេះហើយយើងធ្វើការទៅរក script បន្ទាប់ចំពោះ script បន្ទាប់នេះគឺយើងធ្វើការ install open នេះ SSH server នេះអូខេអញ្ចឹងអានេះវាយsudo apt install open s សុំទៅមើលមកទៀតអូខេ open sh.server sh .server ហើយដាក់ដក y ទៀតមកអូខេអញ្ចឹងចាំវាដល់ពេញវា load ហើយអញ្ចឹងអូខេអញ្ចឹងកន្លែងនេះហើយយើងធ្វើការទៅ run script បន្ទាប់អញ្ចឹងកន្លែងនេះគឺយើងនេះកន្លែង system ctl នេះអញ្ចឹងយើង check មើល system របស់វាយើងឬក៏យើងបើក enable វាអញ្ចឹងណាចឹងយើងវាយតាមនឹងមកវាយ sudo សុំទៅមើលមកនេះ system ctl enable system c កន្លែងនេះដក clear ទេច្រឡំ ctl enable ដក now sh ដក now sh អូខេចឹងនេះយើង enter មកអូខេឥឡូវនេះប្រហែលជាវាយ comment ខុសខ្ញុំសូមទៅមើលម្ដងទៀតសូមវាយម្ដងទៀត system ctlអូខេអញ្ចឹងមុននេះខ្ញុំបានវាយខុសcomment របស់វាអញ្ចឹងខ្ញុំសាក់ធ្វើម្ដងទៀតអូខេអញ្ចឹងឡើយនេះ enable ដដែលមកអញ្ចឹងឡើយនេះខ្ញុំច្រឡំដាក់ជាប់ដកនោះជាមួយនេះកន្លែងដកនោះជាមួយ enable អូខេអញ្ចឹងកន្លែងនេះអូខេអញ្ចឹងវា load ចេញប៉ុណ្ណេះហើយយើងទៅធ្វើការ run នៅ command បន្ទាប់អញ្ចឹងចំពោះ command បន្ទាប់នេះគឺយើងនេះ sudo system ctl status sa ហ្នឹងបានថាយើងទៅ check មើលថាវា enable វា running ដើរនៅចឹងឡើយនេះ system ដដែលមកសុំមើលមកទៀតសិនអូខេឡើយនេះ system ctl status sa ctl status sa អូខេអញ្ចឹងឡើយនេះវាដាក់វាដាក់ active ហើយ running ហើយអញ្ចឹងបានថាវាដើរវា active យើង check មើលថាវា active ឬក៏អត់អូខេអញ្ចឹងចំពោះ command បន្ទាប់យើងធ្វើការrun sudo ufw allow sh អូខេអញ្ចឹងឡើយនេះវា load rule update v6 នឹងតាមលោកគ្រូអញ្ចឹងណាអូខេអញ្ចឹងcommand បន្ទាប់គឺយើងទៅ check IP address របស់យើងវាយ APA មកអូខេឥឡូវនេះវានឹង show IP address របស់យើងដែលយើងស្គាល់ថា 10.0.2.15 ហ្នឹងជា IP address របស់ខ្ញុំអញ្ចឹងដើម្បីយើងកន្លែងមួយចង់ដឹងថាយើង ping ទៅមួយទៀតបានយើងទៅការបើកបានមួយទៀតមកយើង
cái xong sẽ là đi cái chân này nếu bay ở pin ở bay pin nói bay ai biết là dương ban khơi nó phải đáp chữ số cho bí cho đập hẹn cái này viên là trăm bia đầu đo drop khi chẳng là đó là nếu dương từ check SA bỏ dương dương thực ca vai SSA check môi bỏ dương máu thao sụp kia luôn hay như vai printer đọc cho số cho pi cho đọc hàm khi chẳng cái này đi từ xa phải nhung cho xe khó nhung sạc cái nhung xong cho xe vào đầu tiết rúng đọc số cho pi cho đọc hàm khi chẳng lại này ở bên đằng xua dương thay dương cu cardio connecting đằng mặt chứ còn vài dạng mới dương inter mất cái đó là nếu viên đằng xua passport dương chứ còn đằng xua passport dương trộm mất cái chắc là nắng viên hái ở trắng ship cho coi đại dương thử xíu cái dương quay hôm ai mất là bay dương từ ở đằng thay dương phong standard user bao dương cái chắc đi user bao nhóm tổng như bay hostname cái chắc là ní cái chụp học cái chỉ họ sẽ là nhau cũng cho nên cái chắc là video map for PK Annabelle Taylor SA Taylor SA server Taylor Linux cứ đo cho mấy cụ Ocon cũ map ca tam đan video mình biết cụ chỉ là 4 nhóm số cái số lượng số số dây là ở cái nhưng mà chỉ một thao số nhưng mà cái đồng dùng sam sắp cái này trong tất cả thì có video thơ laptop nó trong một chi Linux hay lab nó cứ trong dạng pi run command map check hardware system control là Linux mà dùng trong ngoài CPU dương tất cả cho run ở cái này chẳng từ 4 nhóm một thằng đánh trong một hai user là nhau cũng cho lên chẳng nhau vay hái kể về mà hai nó là đi chờ bây giờ bán cái còn là nhau vay hồi mà ai mất bên load mua user bây giờ này dương man cho lên hay tỏ máu như vay hostname nằm bây bằng hai tha OS này dương cũng cho lớn chưa đi kỳ chắc dương cho lực học OS kỳ chắc là cho bộ commandable này nhung trong bằng hai nó cứ check immersive view chắc là bây giờ chạy bán immersive view bán dương vay còn như vay ở CPU máu kể chẳng vì là bằng hàng ôm mà lơ máu vì là bằng hai nè lại một đàn nén như là hai CPU để nó lên sân bao nhiêu khi chắc là vô cùng tốt là bây giờ chạy của xe để việc của bông run rồi có real time run lên sân dưới nó còn bay ấy thọ khi trong viên là bằng hai nhờ real time rồi xe được về việc của bông ta run này khi chắc cần tốt là bây giờ trong chạy mưa ram nó là ấy vẫn có như bay free đó ấy khi chắc cái viên là một hai nhờ ram và là bỏ bao nhiêu có ram này dùng phải phèn là lên sân của ai trong đó comment tốt nhưng chạy mua storage nhưng còn nó vậy đi FDP máu thì trong viên là một hai nhờ size storage là lựa ON này cho cô comment tốt là bây giờ trong chạy LB chứ size chạy ở đi thì vậy LS BLK cái chân viên là một hai đi lựa ON mình bạn cho cô comment tốt là bây giờ trong chạy application để việc bông run lựa OM mới nắng nhưng còn nó vậy việc APS hay AUX cái chân viên là một hai nơi ở sân vào giờ nó cứ mà hai nơi ở application này về cầm bông ta run lâu em mùi nắng khi chắc là trong bông tụi mình tối nó cứ dương trong mà hai pi ở việc run cầm mình bật lơ cam thi mỗi đời bị kẹt ô tô tha ở dân bạn được Firefox ô tô dân bạn được Firefox tao mới bị kẹt trong là bị kẹt nhưng cho nhát cao bật ấy cắt ô tô là việc bật cắt
จุดมันจุดไฟนึกอากาศchẳng là đập bay trong hồi dương phở bè cầm mình đập bay bất biến dương tai môn thằng dương bất dương ca chạy mơ phải đi bỏ phía sân chẳng chụp bay chạy mơ phải đều đấy còn là bay phải đi off hay phải phật kể những thằng nó viên chia sẻ phải vay khó không sợ tem nào tiết vay phải đi cái đàn nó vay phải phật thì vì chẳng nhắn chân vì đồng hai lên 4 cái tuần này là bởi ra lấy chuyện bị lấy phiền đi bỏ file phật này chắc là mình nó bây giờ trong bật từ là file phật này vì cùng thôi dùng ba cái bị kèn chứ còn là quay về đặt kill nó dùng quay lên để dùng mình khơi nó lấy phiền đi nó inter nó cái chân khi vì nó bật từ là cầm thi này mà làm những bao máu bị kèn trên những từ nhưng còn là quay lên nó việc bật cầm thi nó đào dân phở bè cầm mình dân ta sẽ đi nhóm ban bằng 2 thằng bạn ok chắc là chúng tôi cầm mình toàn ní nông trong 2 pi dân trong sạch đảo lỡ em đào dân phở cầm mình chắc là bây giờ ai sạch đảo mấy còn là vậy phía ta sụt đú sạch đảo nào ok chắc chúng tôi cầm mình mới nắng bây giờ dân cho inter tới viên đằng sạch đảo lỡ em là dân vùng 3 năm nay tha viên là dân vùng ra nè lơ mà sẵn nè trong bị bật tầng cam tí bị bật tầng ở đây vùng tròn ta đã sai nhỏ toàn trong tè vi tế nhưng thực nhưng mà toàn tè vi tế còn là nhóm 2 còn mình nắng tha là việc dương trong sạch đòn ở lời nè thấy chụp bút mình tốt ở trong 2 pi nhưng trong đặt về lìa rồi có set time map sạch đòn cam tí nè chứ chứ còn là vay số sạch đòn ta đảm mới chứ còn là vay thật độ ít hay như inter mới trong thôi thay trong đặt sẽ biết pi màu khi vay tập pi màu cho mắt chứng không dẹp pi màu thiết bị là ô tô sạch đòn lựa em không bao nhiêu thứ này thì chắc là các bạn tốt nhung trong tay viên lơ mà sân bật lơ power xe mỏng chứng dương chủ công can sợi lơ mà sân bật mới dương khơi power xe nhưng chủ công can run as administrator thì chứng tổng máu viên lơ tiền power xe mới ní chứng từ 4 là bây giờ ai test bán cho tất cả login banana dương login rồi có config rồi link đó mà can power session chứ chỉ là 4 là bây giờ ai login cho bán như tất vay LSA ai tổng máu dương vay thao superior vay mua user để dương cũng cho nó lơ OS để dương cũng bao nè mà đây tha nè dương cho lơ mua nè để dương mình thấy nó vay tổng máu dương vay IP để dương ok chẳng lấy xong bà hành muối chụp buồn bây giờ trong dương tại bây giờ trong check mơ IP bao dương lệ mã nó lơ em nó còn vay IP em mới nhận cái inter khi biết là 12 IP lại nè cái này inet nè chứng anh chỉ IP được bao em bao nhóm để mình lệ mà rồi copy mà không bấy số năng lực mà phải thì chứng dương còn là cao vay SS thao về đóng S mà rồi copy chốt mà rồi học bấy chốt số chốt phải để chia lệ IP để dương nhóm ban vào 2 mấy nó được dương việc ở dương mơ IP bảo dương lắm cái dương tất cả thợ máu thì lại nếu biết từng xua dương bây giờ dương vay password vào em vào dương chứ còn cả vay password cho tới thì thợ máu thì lại ní nó về video tem của mình ở một bài toán bên ha via login bên ha via connect vì ở em bảo dương một căn phao xe rồi đồ hài thì chắc là trong pua comment to để nhóm trong một hai nó trong bên này tha tên lơ đi bộ trắng dương thực mà bây giờ tên đi bộ nó dương cao vay số đủ reboot cái reboot dùng inter nó bên ở dương quay password bảo dương tự đại chứ còn là cao quay password nó inter ok cái viên là cá clock OS bảo dương sần trắng trong số tướng viên là lâu trên màu vĩnh đầm bay đầm là cả bạc OS dương màu vĩnh trắng đó ok chân lại ní dương login cho về vành máu khi chứ là đi lại dương cho một căn ở OS để dừng liên lạc vào dương mình thấy khi chứ là mình trong khỏi nhóm ban đại than nhóm đồng tên nó cứ giờ đi sụt đu ở chặt đón cam thì dương này chứ nó về dương chặt đón dương inter vì thằng chặt đón ô tô để lơ OS để dương cái vùng hàng chắc ở một nhóm chặt đón nhóm ta cao bằng hàng đón tiếp lơ
user ដែលយើងកំពុងឈរលើ town super room ហើយបន្តមក host name host name អូខេ power s នេះគឺជាcomment ដែលលោកគ្រូតតែងតែប្រាប់នៅពេលដែលចុងវីដេអូយើងត្រូវតែបង្ហាញ user ក៏ដូចជា host name ដែលយើងកំពុងឈរលើអូខេអញ្ចឹងខ្ញុំត្រូវការតេស្តcomment ហ្នឹងមកទៅដើម្បីយើងបិទ shutdown វាមកគេយើងគ្រាន់តែយើងវាយsudo shutdown now ណាយើង enter មកយើងឲ្យវានឹងឲ្យយើងបាយ password ដូចពេលដែលយើងតេស្តលើ browser ដែរជាងគ្រាន់តែការវាយ password យើងចូលយើង enter មកអូខេអញ្ចឹងវាគឺធ្វើការ shutdown ឬក៏បិទទៅលើ OS ដែលយើងបាន run មុនហ្នឹងអញ្ចឹងវាបិទអស់ហើយអូខេអញ្ចឹងចំពោះវីដេអូដែលនិយាយអំពី comment ដែលតកតងពីការ check hardware system ហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណដល់គ្រូសម្រាប់ការតាមដានវីដេអូនេះជំរាបលាលោកគ្រូនិងអ្នកទាំងអស់គ្នា
បាទច្បងខ្ញុំសូមគោរពជំរាបសួរគ្រូបាទឈ្មោះថងសុព្រំខ្ញុំមកក្រុមអាយុ30ថ្ងៃនេះខ្ញុំធ្វើការ record វីដេអូធ្វើការងារបន្តនៅក្នុងម៉ោង Linux ការងារគឺចង់និយាយអំពី command basic user management គឺចឹងយើងចូលការធ្វើម្ដងមកចឹងមុននឹងយើងធ្វើយើងធ្វើការ check មើល user សិនវាយ web បានគេនេះគឺជា user ដែលខ្ញុំកំពុងឈរលើឈ្មោះថងសុព្រំឈ្មោះរបស់ខ្ញុំហើយវាយ pwd បាទនេះជា home directory របស់ខ្ញុំឈ្មោះ Town Spectrum អូខេចឹងដើម្បីយើងបង្កើតcreate user យើង add user management ហ្នឹងយើងបាទយើងធ្វើការបង្កើត user ចឹងយើងsudo user add .m .s មកយើងវាយឈ្មោះដែលយើងចង់បង្កើតមកជប់ជាសាញមុននឹងដល់យើងដាក់ slash bin សិន bash ហើយយើងឲ្យឈ្មោះដល់ដាក់ឈ្មោះខ្ញុំចឹងទៅធ្វើមកអូខេចឹងវាឲ្យ password ទៅការ password មកអូខេចឹងហើយខ្ញុំបង្កើត user ហើយអូខេចឹងដើម្បីយើងចង់មកឆែក user ដែលយើងបានបង្កើតមិញហើយនៅយើងក៏យើងប្រើពាក្យ cat /etc/pwd យើងវាយមក cat /etc/pwd គឺគូមានតែសារខ្ញុំវាយអី comment នឹងខុសអញ្ចឹងទៅការវាយមកទៀតគឺខ្ញុំយក spam មួយគឺអញ្ចឹងវានឹងលុបមកនេះអានេះគឺជា user ខ្ញុំមកការមួយឈ្មោះពីរំ12ហ្នឹងគឺអញ្ចឹងបន្ទាប់មកយើងធ្វើការ log in ចូល user ណាប៉ុន្តែមុននឹង log in យើងធ្វើការដាក់ password សិនដោយសារ user យើងអត់បានដាក់ password ទេអញ្ចឹងដើម្បីយើងដាក់ password យើងធ្វើការដាក់ set password ដល់វាអញ្ចឹងទៅយើងប្រើ sudo pass.pwd ហើយយើងវាយ user ដែលយើងបង្កើតមិញហ្នឹងអូខេអញ្ចឹងយើង enter មកវាឲ្យ load your password អញ្ចឹងដាក់ password ដូចគ្នាទៅអូខេអានេះខ្ញុំដាក់ហើយវា load app ដែល successfully អូខេអញ្ចឹងបន្តមកដើម្បីយើងចង់ log in ចូល user ហ្នឹងយើងធ្វើការស៊ូបន្តមកយើងវាយ user ដែលយើងបានមិញយើងឲ្យបន្តយើង enter password ទៅយើងវាយស៊ូមកយើងវាយ user យើងកើតហ្នឹងយើង enter មកវាឲ្យ password ហ្នឹងអូខេអានេះខ្ញុំអូខេអញ្ចឹងខ្ញុំកំពុងតែឈរលើ user ខ្ញុំបានបង្កើតមិញអូខេអញ្ចឹងដើម្បីយើងបញ្ជាក់ថាយើងនៅក្នុង user ហ្នឹងគ្រាន់តែវាយ web មកអូខេវា show user ដែលខ្ញុំបានបង្កើតមុនហ្នឹងអូខេនេះជា home directory របស់ user ដែលខ្ញុំបានបង្កើតមុនហ្នឹងអូខេអញ្ចឹងcommand បន្ទាប់យើងធ្វើការបង្កើត folder មួយទៅលើ user ហ្នឹងយើងគេវាយ mkd មកចឹងដាក់ឈ្មោះខ្ញុំទៅដែរទៅដាក់គេដាក់មួយវា3ដល់អូខេអញ្ចឹងយើងដើម្បី check មើលថាយើងបានបង្កើត folder នេះវាយ list មកអូខេវា load list ដែលយើងបានfolder យើងបានបង្កើតអូខេអញ្ចឹងចំណុចបន្ទាប់គឺយើងប្រើពាក្យ exit នេះអញ្ចឹង exit នេះគឺសម្រាប់យើងចាក់ចេញពី user ដែលយើងបានបង្កើតហើយយើងគ្រាន់តែវាយ exit ទៅយើង enter មកគេវានឹងមក user ដាប់យើងដែលយើងកំពុងឆនអញ្ចឹងយើងវាយ URI ដល់ទីមកអូខេនេះគឺជា user ដែលយើងបានuser ដាប់យើងចាក់ចេញ user ដែលយើងបានបង្កើតហ្នឹងអូខេ home directory អូខេអញ្ចឹងបើយើងចង់ check មើល user ម្ដងទៀតគឺលោកថាយើង exit ទៅវាបាត់អញ្ចឹងដើម្បី check យើងគ្រាន់តែវាយ password មកអូខេចឹង user ហ្នឹងវានៅហ្នឹងទៅយើងបង្កើត user យើងបង្កើតវិញហ្នឹងអូខេចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេលោកគ្រូនេះគឺជាឈ្មោះ user របស់ខ្ញុំហើយគ្រូហោះនេះគឺខ្ញុំកំពុងឆ្លើយផលអូខេអញ្ចឹងអរគុណលោកគ្រូសម្រាប់ការតាមដានវីដេអូនេះវាពេលលោកគ្រូបាទជួយសួរលោកគ្រូខ្ញុំបាទឈ្មោះថោសុភិរមថ្ងៃនេះខ្ញុំធ្វើការ record វីដេអូនៅក្នុងមកជា Linux ហើយជាការងារចុងក្រោយដែរសម្រាប់មកជា Linux គឺនិយាយពី file permission អញ្ចឹងឥឡូវចូលទៅកាន់ការងាររបស់គ្នាអញ្ចឹងដំបូងធ្វើការ share APA សិនបើថាឆែកមើល APA តែរបស់យើងដើម្បីយើងធ្វើការ connect ទៅកាន់ SH អញ្ចឹងនេះជា IP ដែលខ្ញុំបានឆែកនេះគឺលេខប៉ុណ្ណេះអញ្ចឹងតោះមកយើងវាយ PowerShell មកយើង run as administrator អូខេអញ្ចឹង PowerShell មកយើងវាយ list មកអូខេ list នេះគឺ list ដែលយើងបាន create ហើយអញ្ចឹង list នេះគឺ list ដែលយើងបាន create ហើយអញ្ចឹង
ចឹងយើងធ្វើការ connect ទៅកាន់ដាក់វាយ IP ចូលដើម្បី connect ទៅកាន់ SA ទាំងអស់គ្នាចឹងយើងធ្វើការវាយគឺចឹងកន្លែងហ្នឹងយើងធ្វើការវាយ SA មកយើងវាយឈ្មោះ user របស់យើងឈ្មោះបាននេះគឺឈ្មោះនេះមកឈ្មោះ pop អីនេះលេខ pop អីជួយយើងវាយ IP ដែលយើងបានហៅមិញហ្នឹងយើងបាន check ឃើញគឺយើងវាយលេខមកថាវានឹងសួរយើងសិនចឹងឡើយយើងដាក់បាយយើងមកអូខេចឹងយើងវាយ password របស់ user យើងអូខេនេះវានឹង connect ចូលទៅកាន់user លើ pop ដែលយើងបានកំពុងតែឈរនេះគេចឹងឥឡូវយើងមកធ្វើនៅលើ browser អូខេចឹងនៅពេលយើង connect ហើយដំបូងយើងធ្វើការបង្កើត group ដូចគ្រូបានឲ្យយើងធ្វើចឹងទាំងអស់មាន3មាន developer មាន UI និង dev ចឹងដើម្បីបង្កើតយើងធ្វើការវាយ command studio group add អូខេចឹងវាយ developer មកគេ enter ចឹងនេះវាយ password យើងចូលអូខេនេះបង្កើតហើយចឹងទី2គឺយើងបង្កើត group UI ចឹងទៅវាយ command ដែរមកអូខេចឹងនេះវាយ UX UI អូខេចឹងនេះក៏វាចូលដែរមួយទៀតគឺយើងវាយចុងក្រោយគឺ group DevOps អូខេចឹងនេះយើងបានបង្កើតហើយចឹងបន្ទាប់មកទៀតដើម្បីយើងអាច check មើល group យើងបានបង្កើតមិនហើយយើងទៅការវាយ command cat /etc/group អូខេ enter មកវានឹង load មកនេះអូខេនេះ group 3ចុងក្រោយនេះគឺជា group ដែលខ្ញុំបានបង្កើតមិននឹងដែលគួរបង្កើតមាន developer system ដែលនេះខ្ញុំសរសេរខុសUI និង DevOps គេចាំនេះប្រការ clear មួយចឹងគេចឹងចំណុចបន្ទាប់លោកគ្រូឲ្យយើងធ្វើការ delete ឬជា verify ទៅលើ group developer ដែលយើងបានបង្កើតនេះអញ្ចឹងដើម្បីយើងអាចលុបបានយើងcomment ថា sudo group 10ទៅវាយឈ្មោះមិនអញ្ចឹងមិនសាញ់វាយខុសនេះវាយនេះអញ្ចឹងយើងទៅការ enter មកគេអញ្ចឹងវាចូលហើយយើងទៅការ check មើលដើម្បីថាបញ្ជាក់ថាយើងបានលុបវាមែនអត់អញ្ចឹងយើងវាយដូច comment មិនដឹងហើយ check អូខេនៅមិញវាបានបាត់group ដែលយើងបានបង្កើតមិនដឹងហើយអញ្ចឹងវាទៅសល់តែ UI ដែល off ដែល group ផ្សេងៗបានបង្កើតមកអូខេអញ្ចឹងយើងទៅការ recreate វាមកវិញមកcommand ដែរទេ group add developer ចឹងខ្ញុំទៅការ file ឈ្មោះវាទៅគេខ្ញុំធ្វើមកខ្ញុំសាកឆែកនោះទៀតមកអត់ត្រូវការ clear មកវាញ៉ៃការ /etc/group អូខេចឹងនេះវាមកមិនប៉ុន្តែវានៅក្នុងលេខថ្មីហ្នឹងដោយសារខ្ញុំបានបង្កើតនោះខ្ញុំដាក់ឈ្មោះខុសជាស្រេចមកអូខេចឹងclear ចោលសិនគឺចឹងចំណុចបន្ទាប់នេះគឺលោកគ្រូឲ្យយើងបង្កើត file មួយទៅតាមកលីមកបង្កើតមិនអញ្ចឹងដើម្បីទៅការបង្កើតវាគឺយើងវាយ touch យើងវាយឈ្មោះ group ដែលយើងបានបង្កើតមកគេចាប់តាមនេះយើងដាក់ underscore process .txt គេចឹងខ្ញុំឆែកមើលទៅវាខុសគេចឹងវាយត្រូវហើយដល់មកយើងបង្កើត UI ចឹងមកយើងដាក់ចិត្តគ្នាមកunderscore process .txt មួយទៀតDevOps underscore process .txt គេទៅការ enter មកតបមកដើម្បីយើងទៅការ check ទៅមើលនេះវាយដកមកអូខេវានឹងបង្ហាញ file យើងមក touch file យើងមកកាត់មិញចឹងអានេះប្រព័ន្ធខ្ញុំមិនដឹងថាអ្វីដាច់គ្នាដែរចឹងអានេះនៅលើនេះគឺបានជា file ដែល
បាទ developer នៅតែអត់ខាងលើចំពោះ UI វានៅខាងក្រោមដែលយើងបានប្រកាន់នេះយើងគឺវានឹង show ដូចនៅខាងលើណាហើយនេះគឺជារបស់ UI គេចឹងនេះប្រការ clear មួយសិនមកគេចឹងចំណុចបន្តនេះគឺធ្វើការវាយ command សម្រាប់ change file permission ទៅលើ file ដែលយើងបាន touch មិញហ្នឹងមាន3 file ចឹងcommand ដំបូងធ្វើការវាយបាទ command យើងត្រូវសេហ្នឹងគឺធ្វើការវាយ chmod ហើយយើងវាយ code ដែលយើងដាក់ automation នេះហ្នឹងគឺការវាយទៅលើ file ដែលយើងបានប្រកាសមិញដែលយើងបាន touch ទៅកាន់ក្រុមមួយហ្នឹងចឹងយើងវាយដូចមិញហ្នឹងមកវាយ process .tat តោះមកយើងបង្កើតដាក់ command ហ្នឹងវាចូលមួយគ្នាហ្មងទៅអាយុអីទេអាយុហាត់ទេunderscore process .tat មួយទៀតចុងក្រោយគឺ devops underscore process .tat គេយក enter មកចឹងដើម្បីយើង check មើលថាវាបានដូរ change mission ហើយយើងធ្វើការវាយ ls ដក l ដូចមុនហ្នឹងទៅជាស្អីក៏ស្អីខុស ls ដក l អូខេចឹងនេះវាធ្វើការបដូរលេខកូដដែលយើងបានចង់ដូរបើឡាគេចឹងនេះចំពោះនេះគឺលេខដែលវាដូរគឺដូចគ្នាបាទចឹងនេះវាដូចគ្នាចំពោះកន្លែង UI ក៏ដូចគ្នាដែរចឹងធ្វើការដូរ change permission ទៅលើ file ដែលយើងបាន touch ទាំង3គឺមានតែ of developer និង UI ហ្នឹងអូខេអញ្ចឹងចំណុចបន្ទាប់គឺលោកគ្រូបានឲ្យយើងធ្វើការ restrict ទៅលើក្រុម developer ដូចជា UI ហ្នឹងអាចចូលទៅកាន់ DevOps ហើយមិនថាយើងដាក់ឲ្យដាក់ delay ចឹងទៅអូខេអញ្ចឹងអាហ្នឹងដើម្បីធ្វើការប្រើ command restrict ហ្នឹងគឺយើងធ្វើការវាយ sudo chown អូខេនេះវាយក្រុមដែលយើងដាក់បានបង្កើតនៅមុនហ្នឹងដែលយើង file ដែលយើងបាន touch មុនហ្នឹងអូខេចឹងនេះវាយ .tat មកអូខេចឹងមួយទៀតអូខេគេចង់ឲ្យគ្រូមិនដោយសារតែខ្ញុំវាយ command នឹងខុសខ្ញុំការវាយមកទៀតចឹងមិនដោយសារខ្ញុំភ្លេចដាក់ developer មកដល់អញ្ចឹងទៅកាន់ term គេចឹងវានឹងចូលហើយយើងត្រូវការ restrict ក៏ឲ្យownership ទៅកាន់ក្រុមមួយនឹងដូចចឹងដែរមកវាគ្រប់ទាំងអស់ហ្នឹងវានៅដាច់ដライដាក់នៅជាមួយគ្នាហ្នឹងគេចឹងនេះយើងវាយមិញUI អូខេចឹងវាយ UI underscore process .tat វាយដូចគ្នាមិនតែផងមកចឹងចុងក្រោយគឺDevOps clear DevOps underscore process .tat អូខេចឹងយើងធ្វើការវាយLX ចឹងបន្ទាប់មកធ្វើការchange បានដូរគ្រប់ទាំង3ហ្នឹងsuch as select mode បើថាបានន័យថាយើងឲ្យគ្រប់ហ្នឹងគឺឧទាហរណ៍ខ្ញុំឲ្យទៅកាន់ DevOps ចឹងតោះឲ្យទៅកាន់DevOps process .tat ចឹងទៅកាន់ term មកចឹងដើម្បីយើងនេះយើង check មើលដាក់ ls ដក l នេះកុំឲ្យឃើញច្រើនចឹងទៅការវាយយើងវាយ ls ដក l ហើយយើងវាយDevOps យើងបានchange ch mod ហ្នឹង DevOps process .tat អូខេនេះចឹងវាធ្វើការបដូរអាលេខកូដខាងមុខនេះចឹងមិនថាដំបូងយើងធ្វើការបង្កើតក្រុមឲ្យ touch file អស់ហើយយើងធ្វើការបើយើងអត់ submission យើងទៅហ្នឹងគឺលេខ755ន័យថា
បាទមកនេះគឺជាលេខកូន755នឹងដូចជា developer ខ្ញុំបានដូរតិចចឹងនេះ developer UI គឺដូចគ្នា755ចឹងអានេះយើងបានបដូរមិញ CX mod 755ទៅកាន់ DevOps នេះចឹងតែនេះដូរទៅកាន់RWX OX នេះឃើញវាខុសគ្នាពីយ៉ាងនេះន័យថាលេខ7ហ្នឹងគឺយើងទៅការឲ្យវា full access ន័យថាtype file របស់ DevOps ហ្នឹងមាន set full access ក៏ដូចជាលេខ5ហ្នឹងគឺន័យថាអាច read និង write execute បានប៉ុន្តែលេខ0ហ្នឹងមិនន័យថាដកមិនន័យថាហ្នឹងអាច access ទៅចូលទៅកាន់មិនន័យថាយក access ទៅគ្រប់ផ្សេងបានន័យថាវាមាន set ធ្វើ full access បានទី1ដំបូងហើយតមកលេខ5ហ្នឹងគឺ read and write ចឹងអត់ដូចពួក developer និង UI ដែលយើងបានឲ្យ full ដែលយើងឲ្យថ្ងៃនេះ CX mode ដាក់755ដែលថាវាអាចធ្វើការ full access មួយហើយលេខ5ហ្នឹងលេខ7 full access មួយលេខ5រៀនដែរផងហើយចុងក្រោយនេះគឺវាយើងaccess បានទាំងអស់មកអូខេចឹងអាហ្នឹងគឺជាមាន Linux ចុងក្រោយទៅតពីការឲ្យ file permission ចឹងអរគុណលោកគ្រូកាយខ្ញុំមានតែប៉ុណ្្នឹងទេជំរាបលាលោកគ្រូ